សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅរុក្ខជាតិមួយប្រភេទដែលមានឈ្មោះថាដើមថ្ងាន់ចំពោះដើមថ្ងាន់នេះក៏យើងអាចយកទៅធ្វើជាឱសថសម្រាប់ព្យាបាលជំងឺបានដែរផ្នែកដែលយើងយកទៅប្រើប្រាស់ធ្វើជាឱសថហ្នឹងគឺយើងប្រើស្លឹកយើងប្រើសបកដើមយើងប្រើដើមនិងយើងប្រើឫសចំពោះស្លឹកពុកម៉ែបងប្អូនណាយើងអាចប្រើធ្វើជាថ្នាំសម្រាប់បណ្ដេញខ្យល់សម្រាប់ព្រូននិងជំនួយបេះដូងចំពោះសាច់ឈើយើងប្រើធ្វើជាថ្នាំសម្រាប់ព្យាបាលឫសដួងបាតបាទហើយធ្វើឲ្យបាយបានចម្រើនអាយុបាទចំពោះក្លឹមរបស់ដើមថ្ងាន់នេះវិញក៏យើងអាចយកទៅព្យាបាលធ្វើជាថ្នាំឫសដួងបាតបាទពុកម៉ែបងប្អូនដែលមានជំងឺស្គមស្គាំងស្លេកស្លាំងហើយក៏ជំនួយស្បែកភ្លើងដែរចំពោះសម្បកដើមនេះយើងប្រើធ្វើជាថ្នាំដើរខ្យល់បំបត្តិត្អើកឈឺពោះរាគអាចបាទហើយអាហារមិនរលាយជំនួយបេះដូងលាបសម្រាប់ព្យាបាលសើស្បែកទាស់ខ្ជូកូនខ្ចីសរសៃប្រសាទបាទចំពោះកម្រិតនៃការប្រើប្រាស់វិញគឺពុកម៉ែបងប្អូនយើងអាចប្រើពី15ទៅ20ក្រាមទេសម្រាប់ដាំទឹកផឹកក្នុងមួយថ្ងៃនេះគឺជាអត្ថប្រយោជន៍របស់ដើមថ្ងាន់បាទ